គោលការណ៍ទី1អ្នកមានធ្វើការដើម្បីគោលដៅប៉ុន្តែអ្នកក្រធ្វើការដើម្បីលុយមានហេតុផលមួយក្នុងចំណោមហេតុផលទាំងឡាយដែលអ្នកក្រស្ថិតនៅក្រោមអំណាចរបស់លុយនោះគឺពួកគេជាមនុស្សព្រមធ្វើការដើម្បីលុយហេតុដូច្នេះហើយពួកគេត្រូវតែខ្លាចលុយនិងតែងតែត្រូវលុយបញ្ជាសើវលក្បងដែលបង្កើតបានជាវដ្តជីវិតវិលវល់មួយគឺខ្លាចលុយទៅធ្វើការបានលុយខ្លាចលុយលោក Howe Eker បានមានប្រសាសន៍ថា living best in paycheck is living best in fear មានន័យថាការរស់នៅដោយពឹងផ្អែកលើប្រាក់ខែគឺជាការរស់នៅដោយពឹងផ្អែកលើសេចក្តីភ័យខ្លាចលោក Howe Eker បានបន្តទៀតថាអ្នកក្រជាមនុស្សដែលកំពុងជួញដូរពេលវេលាដើម្បីលុយហើយបញ្ហាចំពោះយុទ្ធសាស្ត្រនៃការរកលុយតាមរបៀបនេះគឺថាពេលវេលារបស់ពួកគេមានកំណត់ប៉ុន្តែសម្រាប់អ្នកមានវិញគឺពួកគេមិនចូលចិត្តយកកម្លាំងនិងពេលវេលារបស់គេទៅដោះដូរជាមួយប្រាក់បន្តិចបន្តួចនោះទេហើយអ្វីដែលអ្នកមានចូលចិត្តនោះគឺការកាន់កាប់មុខចំនួនផ្ទាល់ខ្លួនមួយទោះបីវាមានទំហំតូចឬធំយ៉ាងណាក៏ដោយអ្នកមានជាមនុស្សដែលមានជំនឿចិត្តលើខ្លួនឯងយ៉ាងខ្លាំងព្រោះពួកគេបានស្គាល់អំពីតម្លៃពិតនិងសមត្ថភាពរបស់ខ្លួនឯងលោក Robert Kiyosaki ជាអ្នកនិពន្ធសៀវភៅ Poor Dad Rich Dad បានសរសេរថាមូលដ្ឋានគ្រឹះរបស់អ្នកក្រនិងអ្នកវណ្ណៈកណ្ដាលគឺមានការខ្លាចទើបគេមិនហ៊ានប្រថុយហើយជ្រើសរើសយកប្រាក់ខែពីការងារដែលបានធ្វើជាប់លាប់ព្រោះធ្វើឲ្យមានអារម្មណ៍ថាមានសុវត្ថិភាពមនុស្សជាច្រើនគិតថាស្ដាប់ទៅល្អម្យ៉ាងដែរព្រោះគេមានគំនិតផ្ដោតលើចំណូលតែកុំភ្លេចថាបើមិនយកចំណូលមកទិញទ្រព្យទេនោះអ្នកក៏គ្មានថ្ងៃមានសេរីភាពផ្នែកអរញ្ញវត្ថុនោះដែរលោក Robert Kiyosaki បានបន្តទៀតថានៅក្នុងជីវិតពិតមនុស្សហ៊ានច្រើនទទួលបានជោគជ័យមិនមែនមនុស្សដែលឆ្លាតនោះទេបទពិសោធន៍ជីវិតពិតបានបង្រៀនខ្ញុំថាបើចង់ពូកែរឿងលុយកាក់អ្នកត្រូវតែមានទាំងចំណេះដឹងនិងមានទាំងភាពក្លាហានព្រោះការខ្លាចអាចបាត់បង់ចំណេះដឹងរបស់អ្នកបានតាក់ទងនឹងចំណុចនេះផងដែរខ្ញុំមានរឿងនិទានមួយស្ដីអំពីកុមារីចង់ក្លាយជាម្ចាស់ភោជនីយដ្ឋានដែលមានការដំណើរដូចតទៅនេះមានភោជនីយដ្ឋានទំនើបមួយនៅទីក្រុងនៃប្រទេសបារាំងមានឈ្មោះល្បីល្បាញមែនទែនហើយមានភ្ញៀវជាច្រើនចូលជាប្រចាំភោជនីយដ្ឋានមានសេវាកម្មរហ័សទាន់ចិត្តនិងមានតម្លៃសមរម្យទៀតផងមានពេលមួយនោះម្ចាស់ភោជនីយដ្ឋានមានបំណងចង់ពង្រីកសាខារបស់ខ្លួននៅកន្លែងផ្សេងមួយទៀតនៅឯជាយក្រុងក្រោយពីសម្រេចចិត្តរួចរាល់ហើយម្ចាស់ភោជនីយដ្ឋានក៏បានកក់ទីតាំងមួយកន្លែងនៅជាយក្រុងនោះភ្លាមប៉ុន្តែរឿងមួយដែលម្ចាស់ភោជនីយដ្ឋានភ្លេចគិតនោះគឺអ្នកគ្រប់គ្រងភោជនីយដ្ឋានថ្មីមិនទាន់មាននៅឡើយនោះទេដូច្នេះគាត់មានការពិបាកក្នុងការស្វែងរកអ្នកគ្រប់គ្រងថ្មីនោះមែនទែនថ្ងៃមួយលោកថៅកែម្ចាស់ភោជនីយដ្ឋានបានបន្លំខ្លួនចូលទៅក្នុងហាងរបស់ខ្លួនធ្វើជាភ្ញៀវមកញ៉ាំអាហារនៅទីនោះដោយបុគ្គលិករបស់គាត់ទាំងអស់មិនមាននរណាម្នាក់ស្គាល់គាត់ពីមុននោះឡើយការពិតទៅគឺគាត់ចង់អង្កេតរកមើលបុគ្គលិកដែលឆ្នើមដើម្បីយកទៅគ្រប់គ្រងហាងថ្មីរបស់គាត់ក្នុងហាងនោះផងដែរមានបុគ្គលិកជាច្រើនដែលមានតំណែងផ្សេងគ្នាថៅកែបានបន្លំខ្លួនចូលមកអង្កេតបុគ្គលិករបស់គាត់ជាងមួយអាទិត្យពេលនោះគាត់ក៏បានមើលឃើញថាមានបុគ្គលិកមួយចំនួនធំគឺធ្វើការឲ្យតែរួចពីដៃហើយអ្នកខ្លះទៀតបន់ឲ្យតែដល់ម៉ោងភ្លាមរៀបចំខ្លួនចេញទៅផ្ទះភ្លាមក្នុងចំណោមបុគ្គលិកទាំងអស់លោកថៅកែបានអង្កេតឃើញថាមាននារីម្នាក់ធ្វើការខុសពីអ្នកដទៃផ្សេងទៀតត្រង់ថានាងបានធ្វើការរបស់ខ្លួនរួចរាល់ហើយនាងនៅតែជួយការងារអ្នកផ្សេងទៀតស្ទើររាល់ថ្ងៃហើយពេលខ្លះទៀតនាងធ្វើការមិនរើសអើងថាការងារនោះគឺជាការឲ្យងារអ្វីនោះទេសូម្បីតែលាងចានលាងបង្គន់ក៏នាងធ្វើដែរដោយឃើញអាកប្បកិរិយារបស់នាងបែបនេះលោកថៅកែក៏បានជួបនាងដោយបន្លំខ្លួនជាភ្ញៀវហើយសួរនាងថាតើក្មួយជាអ្នកសម្អាតនៅទីនេះមែនទេនាងក៏ឆ្លើយភ្លាមវិញថាទេលោកពូនាងខ្ញុំមិនមែនជាអ្នកសម្អាតទីនេះទេថៅកែហាងក៏សួរបន្តទៀតថាបើក្មួយមិនមែនជាអ្នកសម្អាតទេចុះហេតុអ្វីបានជាក្មួយខំខ្លាំងម្ល៉េះបើវាមិនមែនជាហាងរបស់ក្មួយផងនឹងនាងក៏ឆ្លើយតបវិញថាទោះបីវាមិនមែនជាហាងរបស់នាងខ្ញុំក៏ដោយតែខ្ញុំត្រូវធ្វើវាឲ្យអស់ពីលទ្ធភាពរបស់ខ្ញុំឬដូច្នោះម្ចាស់ហាងក៏ញញឹមលុះដល់ថ្ងៃស្អែកម្ចាស់ហាងក៏បង្គាប់ឲ្យកូនចៅរបស់គាត់ទៅហៅនារីម្នាក់នោះមកគ្រប់គ្រងហាងថ្មីរបស់គាត់ដោយចែកនៅភាគហ៊ុនពាក់កណ្ដាលទៅឲ្យនាងនៅក្នុងរឿងនេះខ្ញុំចង់ពន្យល់ទៅបងប្អូនថាអ្នកធ្វើការដើម្បីតែលុយគឺទទួលបានជោគជ័យមិនធំដុំនោះទេតែផ្ទុយមកវិញអ្នកធ្វើការដើម្បីគោលដៅគឺជាបុគ្គលដែលមានគំនិតវែងឆ្ងាយដែលអាចជួយសម្រេចនៅគោលបំណងធំរបស់គេបាន